ឈ្មោះថាសេរីសួស្តីគឺនៅពេលដែលយើងសប្បាយរីករាយក្នុងចិត្តមិនសៅមងមិនមួម៉ៅមិនពិបាកចិត្តភាសាសម័យទំនើបគេហៅមិន stress អញ្ចឹងចិត្តវាស្រឡះពីគ្រឿងសៅមងដោះស្រាយនៅតែដោះស្រាយបញ្ហានៅតែជួបប៉ុន្តែមិនស្ពាយជីវិតហ្នឹងវាមានរឿងអញ្ចឹងណាញោមណាមានអ្នកណាអត់មានរឿងហ្នឹងរមបានទេគ្រាន់តែថាអ្នកដែលមានបញ្ញាមានបុណ្យនៅក្នុងចិត្តមិនជាអោបកសោបរឿងរ៉ាវនឹងទុកនាំឲ្យសៅមងចិត្តទេជួបដោះស្រាយហើយក៏ទៅមុខទៀតទៅចាត់ទុកថាធម្មតាជីវិតវាមានឡើងវាមានចុះវាមានពេលបាបឲ្យផលវាមានពេលបុណ្យឲ្យផលជារឿងធម្មតាហើយបើចង់បានសុខសំសេចក្តីល្អទង្វើល្អស្រឡាញ់ស្មោះត្រង់នឹងគ្នាទៅរក្សាសិលទៅចិញ្ចឹមម៉ែចិញ្ចឹមឪមានមេត្តាចំពោះមនុស្សសត្វមិនចងពៀមិនខឹងមិនគុំមិនស្អប់មិនចំណែនគេទេអញ្ចឹងបានចម្រើនណាហ្នឹងហើយអញ្ចឹងអាត្មាយកគោលធម៌ខ្លីឯដែលព្រះអង្គសម្ដែងពីម្ចាស់ផ្ទះដែលបានធ្វើពលីទាំង5ខ្មែរយើងចូលចិត្តហៅក្រុងពលីណាដល់លឺណាប៉ុន្តែនៅក្នុងពុទ្ធសាសនាពលីនឹងមាន5ព្រះអង្គសម្ដែងថាបើម្ចាស់ផ្ទះនឹងបានធ្វើនៅពលីទាំង5សេចក្តីចម្រើននឹងមានសេចក្តីវិនាសមិនងាយមានទេទី1លោកហៅថាអតិថិពលីមានន័យថាចេះទទួលភ្ញៀវអតិថិដោយអតិថិជនអញ្ចឹងពលីនឹងដូចថាការសង្គ្រោះនិយាយភាសាសាមញ្ញថាអ្នកនឹងចេះទទួលភ្ញៀវរស់រាយរាក់ទាក់បាយទឹកញញឹមញញែមបើអ្នកធ្វើការងារក្រុមហ៊ុនលក់ដូករឹតតែត្រូវការចាំបាច់ទៀតដែរបើអត់ចេះទទួលភ្ញៀវលក់មិនដាច់ទេមែនណាហ្នឹងអញ្ចឹងទី1គឺអតិថិពលីចេះទទួលភ្ញៀវទី2ញាតិពលីចេះសង្គ្រោះញាតិមិត្តបងប្អូនម៉ែឪត្រូវមានទឹកចិត្តមេត្តាករុណាសង្គ្រោះញាតិនឹងជារបងញាតិនឹងជាសម្លាញ់អ្នកជួយក្នុងពេលដែលមានគ្រោះថ្នាក់អីចឹងទៅញាតិពលីយើងស្រឡាញ់គេគោរពអានយើងណាញោមណាដល់ទី3លោកហៅថាបុព្វពេតពលីពលីកម្មចំពោះអ្នកស្លាប់ជាដូនជាតាមកកងបុព្វការីជនស្លាប់ទៅមិនចាំបាច់តែញាតិរបស់យើងទេអ្នកមានឧបការៈក្នុងស្រុកក្នុងភូមិក្នុងប្រទេសអញ្ចឹងយើងធ្វើបុណ្យយើងឧទ្ទិសជូនទៅជាការដឹងគុណហើយដឹងគុណហ្នឹងខ្មែរយើងថាមិនជាយត់ទេមិនធ្លាក់ចុះឲ្យអ្នកដែលមានកតញ្ញូក្នុងខ្លួនហ្នឹងហើយបើត្រូវមានពេលដុនដាបទៅក៏មានអ្នកជួយលើកយកមកវិញដែរដោយអំណាចកតញ្ញូដូចព្រះពោធិសត្វព្រះអង្គធ្លាប់កើតជាសិទ្ធិសេកចឹងគេដាក់អន្ទាក់គេចាប់យកទៅបានដុនដាបធ្លាក់ប៉ុន្តែដោយកម្លាំងកតញ្ញូគេសួរថាអ្នកឯងស៊ីស្រូវនឹងពំទៅនឹងយកទៅធ្វើអីហើយមិនស៊ីក៏មកឆ្អែតទៅមិនក៏មិនព្រមមិនក៏ចាំបាច់ពំយកទៅទៀតហើយសេកនឹងថាខ្ញុំយកទៅសងបំណុលចាស់ខ្ញុំយកទៅបុលបំណុលថ្មីខ្ញុំយកទៅកប់កំណប់ក្នុងព្រៃម្ចាស់ស្រែសួរថាស្អីគេយកទៅសងបំណុលចាស់ហ្នឹងថាខ្ញុំយកទៅចាំម៉ែឪខ្ញុំចាស់ហើអត់រួចអញ្ចឹងខ្ញុំជពាក់គុណគាត់ខ្ញុំត្រូវសងគាត់វិញអញ្ចឹងណាហ្នឹងហើយទៅបុលបំណុលថ្មីទៅធ្វើអីថាទៅចិញ្ចឹមកូនទូចអត់ទាន់ចេះហើខ្ញុំជាឪពុកខ្ញុំត្រូវចិញ្ចឹម
អានឹងបលបំណុលថ្មីហើយជឿទៅកប់កំណប់ក្នុងព្រៃទៅធ្វើអីតែតិចខ្ញុំគ្មានកំណប់អីក្នុងព្រៃនឹងទេប៉ុន្តែខ្ញុំទៅចែកទៀនដល់សេចាស់ដែលហើអត់រួចអត់មានកូនចៅចិញ្ចឹមខ្ញុំជាមេវងខ្ញុំត្រូវទៅចិញ្ចឹមសត្វសេកកំព្រាទាំងអស់ហ្នឹងទឹកចិត្តកតញ្ញូអញ្ចឹងធ្វើឲ្យម្ចាស់ស្រែស្រឡាញ់សេកហ្នឹងហ្មងតែតើអ្នកឯងមានគុណធម៌ល្អណាស់ល្អជាងមនុស្សទៀតមនុស្សមិនបានសេកឯងទេអញ្ចឹងខ្ញុំថ្ងៃក្រោយខ្ញុំទុកដីស្រែឲ្យហ្មងចែកដីឲ្យសេកដូចញោមចែកដីឲ្យកូនអញ្ចឹងណាហើយចែកដីនោះច្រើនទៀតប្រមាណដូចថា10ហិកតាអញ្ចឹងធ្វើស្រែឲ្យសេកស៊ីហ្មងណាញោមណាប៉ុន្តែឲ្យសេកនឹងថាទេខ្ញុំអត់យកច្រើនអញ្ចឹងឯងខ្ញុំយកតែ10អាយហ្នឹងហើយធ្វើស្រែនឹងឲ្យសេកនឹងស៊ីទៅហើយបរោះនឹងថាថ្ងៃក្រោយមកមើលមកលេងខ្ញុំផងខ្ញុំស្រឡាញ់ខ្ញុំរាប់អានណាឥឡូវទៅវិញចោះប្រពន្ធកូនឪពុកម្ដាយកំពុងរយរងចាំហើយក៏លាសេដ្ឋីនឹងទៅអាហ្នឹងដែលខ្មែរយើងជួយចិត្តលើកមកថាអ្នកដែលមានកតញ្ញូហ្នឹងមិនជាយត់ទេហើយបើជាយត់ក៏មានអ្នកជួយលើកមកវិញដែរអញ្ចឹងទី4ហ្នឹងពពៈទី3ពពៈបេតពលីមានន័យថាពលីកម្មចំពោះអ្នកស្លាប់គឺធ្វើបុណ្យឧទ្ទិសជូនទៅណាហើយទី4រាជពលីបងពុនអ្នកធ្វើការងារផ្នែកបងពុនហ្នឹងត្រូវហើយដឹងគុណរាជការហើយនឹងទី5ទេវពលីគឺធ្វើបុណ្យឲ្យឧទ្ទិសជូនទេវតាថែរក្សានៅផ្ទះនៅសំបែងនៅភូមិនៅស្រុកហ្នឹងថ្ងៃហ្នឹងខ្ញុំបានធ្វើបុណ្យណាហើយខ្ញុំសូមជូនបុណ្យទេវតាទាំងអស់ថែរក្សានៅកន្លែងហ្នឹងសូមអនុមោទនាបុណ្យខ្ញុំឲ្យសូមឲ្យបានសេចក្តីសុខចោះហើយជួយមើលខ្ញុំផងហ្នឹងយើងសំដែងការរាប់អានណាយើងសូមឲ្យគេបានសុខទៅគេស្រឡាញ់យើងគេថែយើងហ្នឹងហើយយើងមិនចាំបាច់ពិបាកទៅបន់សុំលេខឆ្នោតសុំចេះសុំចោះទេតែយើងផ្សាយមេត្តាឲ្យគេបានសុខទៅគេស្រឡាញ់គេរាប់អានយើងវិញហើយអញ្ចឹងធ្វើបន់ពីក្មេងដល់ពេលបានផលវិញបានសុខពីក្មេងហើយបើធ្វើបន់រៀងយឺតដល់ពេលបានផលមកវិញក៏រៀងយឺតដែរបើអ្នកខ្លះទៅក្មេងក៏មិនបានធ្វើវ័យកដាលក៏មិនបានធ្វើទៅធ្វើរៀងវ័យចាស់ហើយដល់ពេលបន់ក៏ឲ្យផលពេលខ្លួនឯងចាស់ទៅបានធូរដៃធូរជើងកូនចៅគេចិញ្ចឹមប៉ុណ្ណែងកើតទឹកនោមផ្អែមបានអានឹងធ្វើបន់យឺតណាអញ្ចឹងបានព្រះអង្គមិនឲ្យយើងធ្វើបន់ចាំទេកុំចាំថាចាំពេលចាស់សិនចាំពេលនេះសិនចាំពេលនោះសិនព្រះអង្គឲ្យយើងឆ្លៀតពេលធ្វើណាហ្នឹងហើយក្មេងក៏ធ្វើបានមកមានផ្កាបូជាព្រះទៅមានប្រសង់នៅមុខផ្ទះដាក់បាតទៅនៅផ្ទះមានជាដូនជាតាមានព្រះលើកដៃប្រណម្យថ្វាយអង្គមបោសសម្អាតឲ្យស្អាតចឹងទៅណាអាហ្នឹងយើងបានធ្វើបុណ្យប្រចាំថ្ងៃហ្នឹងហើយយើងកុំចាំបាច់ចាំធ្វើបុណ្យធំម្ដងកុំថាតលបានមកវត្តបានធ្វើបុណ្យណាពេលណាយើងអាចឆ្លៀតបានយើងបំពេញបុណ្យនេះយើងជួយបំរើម្ដាយឪពុកបោសជ្រះផ្ទះសបែងជូតផ្ទះលាងចានលាងឆ្នាំងតាំងចិត្តថាបំរើឪពុកម្ដាយជួយកិច្ចការងារគាត់ហ្នឹងក៏បានបុណ្យដែរចឹងណាគាត់ណាហ្នឹងហើយបុណ្យហ្នឹងត្រូវការសន្សំរាល់ថ្ងៃដូចជាផ្កាវាត្រូវការស្រោចទឹកប្រចាំថ្ងៃអញ្ចឹងបើយើងអត់បានស្រោចទឹកផ្កាហ្នឹងវាមិនវាសពូនវាក្រៀមយ៉ាងណាចិត្តរបស់យើងបើមិនបានធ្វើអំពើល្អទេវាមួវាម៉ៅវាខឹងវាតូចចិត្តវាអន់ចិត្តស្មើនឹងចិត្តនឹងក្រៀមហ្នឹងចឹងណាហ្នឹងហើយអញ្ចឹងតលអាសាព្រោះព្រមទឹកគឺបុណ្យហើយយើងបានស្រស់ណាសូមអនុមោទនាមានញាតិញោមខ្លះដូចថាគាត់អត់ទាន់បានមើលថែម៉ែឪឲ្យបានត្រឹមត្រូវឬក៏
គ្រួសាររបស់គាត់នឹងបាត់បង់ទាំងដែលមិនបានលាគ្នាត្រឹមត្រូវអញ្ចឹងគាត់មិនអស់ចិត្តគាត់នៅតែដេកគិតថាបើអញ្ចេះទៅមានអីបើអញ្ចោះទៅមានអីឬក៏គាត់ថាដូចថាពេលឈឺនឹងទៅរកពេទ្យនេះខុយរកពេទ្យនោះខុយអញ្ចឹងមមរកពេទ្យត្រូវហួសពេលបាត់អញ្ចឹងគាត់ស្ដីបន្ទោសខ្លួនឯងថាបើអញ្ចេះទៅវិញមានអីបើទៅពេទ្យនោះបដ ாய் ទៅមានអីប៉ុន្តែរឿងហ្នឹងវាហួសទៅហើយវាមនុស្សនឹងស្លាប់បាត់ទៅហើយបើយើងមិនរកវិធីសាស្ត្រដោះទុកពីខ្លួនឯងទេយើងសោកសៅយើងនៅតែស្ដីបន្ទោសយើងនៅតែមានវិបដិសារីធ្វើឲ្យយើងមិនស្រឡះបើអ្នកស្លាប់ទៅនឹងដឹងថាយើងនៅអញ្ចឹងក៏គាត់មិនស្ងប់ចិត្តដែរហើយយើងខ្លួនឯងនឹងអ្នកដែលមិនស្ងប់ចិត្តនឹងគាត់ស្លាប់ទៅគាត់ទៅបដិសន្ធិក្នុងភពថ្មីទៀតហើយទៅលើឬក៏ទៅក្រោមអានឹងអាស្រ័យលើកម្លាំងកម្មរបស់គាត់អាស្រ័យលើផ្លូវចិត្តរបស់គាត់នៅពេលដែលមុននឹងស្លាប់ហ្នឹងហើយបើគាត់មានខ្មែរយើងជួយចិត្តហៅថាអារម្មណ៍ល្អបើនៅក្នុងធម៌មរណាសន្នជីវ័នជីវ័នចិត្តមុននឹងស្លាប់ហ្នឹងល្អអាហ្នឹងគាត់ទៅក្នុងសុគតិភពទៅបើមរណាសន្នជីវ័នជីវ័នចិត្តមុននឹងស្លាប់ហ្នឹងមិនល្អភ័យព្រួយជាប់ជំពាក់រវើរវាយអាហ្នឹងទៅក្នុងអបាយភូមិហើយអញ្ចឹងវាតើថាឲ្យយើងរៀបចំចិត្តគំនិតជូនដំណើរគាត់នឹងឲ្យបានស្រួលទៅឲ្យគាត់បាននឹកដល់គុណពុទ្ធពធប្រសងមានសិលជាទីពឹងរំលឹកដល់បុណ្យកុសលដែលគាត់បានធ្វើឲ្យគាត់ផ្ចង់ចិត្តទៅដូចថាយើងខាត់ការយំសោកអីមិនបានទេប៉ុន្តែត្រូវតែត្រៀមរៀបចំឲ្យអ្នកដែលចិត្តស្លាប់នឹងមានអារម្មណ៍ល្អមានចិត្តនឹងស្ងប់រងាប់កុំឲ្យរវើរវាយឧទាហរណ៍ដូចឮសំឡេងយើងយំយើងសោកទៅគាត់អាចមានចិត្តនឹងរវើរវាយមិនស្ងប់អានឹងកតិកំណើតក្នុងជាតិបន្ទាប់នឹងមិនល្អហើយអញ្ចឹងបានជាបរមរានខ្មែរយើងឲ្យមានអ្នកមកសូត្រធម៌អ្នកមកឲ្យធម៌អីចឹងទៅដើម្បីឲ្យគាត់នឹងបានផ្ចង់ចិត្តទៅក្នុងអារម្មណ៍នាំឲ្យជ្រះថ្លាហ្នឹងឲ្យស្ងប់រងាប់ផ្លូវចិត្តហ្នឹងអាហ្នឹងបានកតិកំណើតក្នុងជាតិបន្តហ្នឹងបានខ្ពង់ខ្ពស់បានប្រសើរប៉ុន្តែចង់លើកមកហ្នឹងថាបើឧទាហរណ៍ថាគាត់ធ្វើដំណើរទៅហើយអ្វីដែលយើងអាចធ្វើបានយើងមានតែជូនដំណើរដោយបុណ្យដោយកុសលធ្វើនៅតេខេណានុបទានឧទ្ទិសជូនគាត់រឿយមិនចាំបាច់ថា7ថ្ងៃ100ថ្ងៃអីទេពេលណាថ្ងៃសិលមានប្រសង់និមន្តបិណ្ឌបាតឬក៏មានឱកាសធ្វើចង្ហាន់ទៅវត្តប្រគេនចំពោះប្រសង់ឬក៏អ្នកណាអ្នកមានសិលអ្នកត្រឹមត្រូវឧទ្ទិសជូនគាត់ទៅពុកឯម៉ែអើយបងអើយខ្ញុំសូមឧទ្ទិសបុណ្យជូនបងជូនពុកជូនម៉ែសូមឲ្យពុកម៉ែជើញមកទទួលចំណែកបុណ្យនេះឲ្យសូមឲ្យបានសេចក្តីសុខចោះហើយបើនឹកគាត់ពេលយប់ឧទ្ទិសពេលយប់ទៅនឹកដល់ពេលថ្ងៃឧទ្ទិសពេលថ្ងៃទៅហើយបើមានទ្រព្យសម្បត្តិច្រើនសមរម្យកសាងសមិទ្ធផលណាជាប្រយោជន៍សាធារណៈហើយឧទ្ទិសកុសលជូនទៅពុកឲ្យម៉ែឲ្យខ្ញុំបានធ្វើគាត់ធ្វើសាលាធ្វើផ្លូវអញ្ចឹងសូមជូនកុសលឧទ្ទិសជូនដល់ពុកដល់ម៉ែទទួលត្រេកអរបុណ្យរបស់ខ្ញុំហើយសូមឲ្យបានសេចក្តីសុខចោះសមិទ្ធផលធំទៅយើងក៏សប្បាយចិត្តបានច្រើនបុណ្យក៏បានច្រើនឧទ្ទិសកុសលជូនគាត់ហ្នឹងក៏បានច្រើនដែរជំនួសដោយការសោកសៅវិបដិសារីស្ដីបន្ទោសខ្លួនឯងទៅជាការឧទ្ទិសបុណ្យកុសលផ្សាយមេត្តាផ្សាយសេចក្តីស្រឡាញ់ឲ្យគាត់វិញជំនួសអញ្ចឹងយើងវាធូរស្បើយពីសេចក្តីសោកនឹងបដាទៅពីព្រោះយើងបានកម្លាំងបុណ្យកម្លាំងការផ្សាយមេត្តាកម្លាំងនៃបញ្ញានេះជំនួសដោយការអង្គុយសោកសៅឬក៏ដេកយំពីព្រោះអាការដេកយំសោកសៅហ្នឹងនៅក្នុងធម៌ព្រះអង្គសម្ដែងថាមិនបានជាប្រយោជន៍សំបីបន្តិចបន្តួចដល់អ្នកស្លាប់អត់មានបានទេទោះជាយើងយំ
ទឹកភ្នែកស្គមរីងរាយស្លាប់ទាំងខ្លួនទៅទៀតក៏អត់បានអីជាប្រយោជន៍ដល់អ្នកស្លាប់នឹងដែរអានឹងជាបុគ្គលជនវាមានហើយយំសោកស្ដាយសំណោះហ្នឹងយើងខាត់បានប៉ុន្តែយើងត្រូវមានបញ្ញាកំណត់ដឹងថាយើងដូរវិញទៅពីការយំសោកមិនបានជាប្រយោជន៍ហ្នឹងទៅជាការឧទ្ទិសបន់ណានឹកគាត់ពេលយប់នឹកគាត់ពេលថ្ងៃអើយពុកអីម៉ែខ្ញុំបានធ្វើបន់ពីថ្ងៃមុនពីព្រឹកមិញណាពុកម៉ែសូមទទួលបន់ពីខ្ញុំហើយសូមឲ្យបានសេចក្តីសុខចុះអញ្ចឹងហើយយើងវាបានផ្សះផ្សាបេះដូងទ្រូងយើងផ្លូវចិត្តយើងហើយចំណែកបន់ហ្នឹងបើគាត់ដឹងគាត់ឮគាត់ទទួលគាត់បានត្រេកអរគាត់បានសុខដោយសារកម្លាំងបន់របស់យើងបន្ថែមលើបន់របស់គាត់នឹងទៅទៀតអញ្ចឹងតោះតែយើងរៀនដោះលែងខ្លួនឯងពីសេចក្តីសោកកុំគិតថាបើអញ្ចេះទៅមានអីបើអញ្ចោះទៅមានអីអាហ្នឹងអត់អាចបានទេបើនិយាយពីប្រៀបធៀបពីជគៀងវិញអស់ព្រេងហើយជីវិតរបស់គាត់អស់បន់ហើយអញ្ចឹងទោះជាមិនក៏ត្រូវតែរលត់ដែរដូចជាស្លឹកឈើទុំវាជ្រុះហើយថ្ងៃទៅពេលល្ងាចវាលិចយំក៏វាលិចដែរស្លឹកឈើវាជ្រុះហើយយើងយំក៏វាជ្រុះដែរយ៉ាងណាជីវិតរបស់មនុស្សយើងនឹងវាមានកម្លាំងបន់ណាប្រេងបន់ជាគៀងជីវិតរបស់យើងនឹងវាតិចច្រើនតាមអ្វីដែលគាត់បានសាងមកអញ្ចឹងយើងមិនអាចបខំថាហេបើអញ្ចេះទៅមានអីហេបើអញ្ចោះទៅមានអីរឿងហ្នឹងវាហួសហើយវាចប់ហើយយើងចាត់ទុកថាជាគៀងជីវិតរបស់គាត់បានផុតរលត់ហើយយើងជូនដំណើរបន់ឲ្យគាត់បានសុខទៅថ្ងៃមុខទៅទៀតទៅជាតិមុខទៅទៀតដោយការឧទ្ទិសបន់រឿយទៅជូនគាត់តែអាហ្នឹងជាអ្វីដែលយើងអាចធ្វើបានដើម្បីផ្សះផ្សាចិត្តយើងផងហើយជាប្រយោជន៍សេចក្តីសុខដល់គាត់ទៅក្នុងភពខាងមុខផងមកសង្កេតឃើញញាតិញោមមួយចំនួនធំដែរគាត់ធ្វើរវាយគាត់ដេកមលក់គាត់ពិបាកចិត្តគាត់ឆេវឆាវគាត់មួម៉ៅគាត់ stress អានឹងដោយសារយើងបដែតបដោយចិត្តនឹងយូរពេកមិនមានអង្គរៈការពារចិត្តកុំឲ្យសត្រូវមកធ្វើបាបដុតបំផ្លាញសេចក្តីសុខក្នុងចិត្តណាសំដៅទៅលើសតិស្មារតីដែលពុទ្ធឲ្យយើងរៀនយកសតិស្មារតីនឹងមកនៅខ្លួនយើងជាប្រចាំចិត្តគិតអីកំពុងនិយាយអីកំពុងធ្វើអីកំពុងញ៉ាំអីកំពុងតែចូលបន្ទប់ទឹកឬក៏ធ្វើសកម្មភាពប្រចាំថ្ងៃហ្នឹងដូចថាយើងប្រឡែងខ្លួនចោលអត់សតិរវើរវាយធ្វើភ្លឹកដូចថាព្រលឹងអត់នៅខ្លួនណាកំពុងតែធ្វើនេះប៉ុន្តែចិត្តរត់ទៅឯណាឯណីទៅប្រេះទៅបដាស់ហើយទៅកាលណាយើងបដោយចិត្តចឹងរឿយទៅវាអត់មានស្មារតីនៅខ្លួនធ្វើឲ្យយើងបាត់បង់សមត្ថភាពក្នុងការគ្រប់គ្រងការគិតរបស់យើងរហូតដល់ថ្នាក់យើងមិនចង់គិតចិត្តហ្នឹងក៏វានៅវិលខ្ញាល់អញ្ចឹងទៅរហូតដល់អ្នកខ្លះគេមិនលក់ឬក៏ធ្វើឲ្យពិបាកនឹងគ្រប់គ្រងអារម្មណ៍ខ្លួនឯងហ្នឹងអញ្ចឹងតើយើងហ៊ានបង្កើនស្មារតីនឹងក្នុងជីវិតប្រចាំថ្ងៃហ្នឹងការធ្វើសមាធិក៏ជួយច្រើនដែរពីព្រោះសមាធិទាញស្មារតីមកផ្ចង់នឹងអារម្មណ៍កម្មដ្ឋានណាមួយឧទាហរណ៍ថាចោលដង្ហើមចេញចោលដង្ហើមចូលអញ្ចឹងជាដើមអញ្ចឹងយើងបង្កើនទ័ពស្មារតីហ្នឹងឲ្យច្រើនដើម្បីត្រួតពិនិត្យមើលដំណើររបស់ចិត្តនឹងឧទាហរណ៍ទៅកំពុងតែមើលដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលវាsẽប្រគិតចេញទៅអានេះខ្ចីលុយអញអានោះថាឲ្យអញអីចឹងទៅយើងដឹងអូចិត្តអញរត់ចេញពីដង្ហើមអញ្ចឹងហៅត្រឡប់មកវិញស្មារតីហ្នឹងអ្នកហៅត្រឡប់មកវិញដង្ហើមចេញដង្ហើមចូលដង្ហើមចេញដង្ហើមចូលអញ្ចឹងកងទ័ពការពារចិត្តហ្នឹងវាច្រើនសតិស្មារតីហ្នឹងវាច្រើន
ចឹងអត់ឲ្យចិត្តនឹងរងគ្រោះដោយសារអារម្មណ៍ខាងក្រៅខ្លាំងពេកទេហើយយើងអាចបង្កើនស្មារតីក្នុងជីវិតប្រចាំថ្ងៃឧទាហរណ៍ថាដើរឲ្យមានស្មារតីថាយើងដើរយើងអង្គុយយើងនិយាយស្ដីហ្នឹងឲ្យវាមានពលឹងនៅខ្លួននេះជាភាសាខ្មែរភាសាធម៌គឺឲ្យមានស្មារតីនៅខ្លួនដឹងថាអាត្មាអញកំពុងតែអង្គុយអាត្មាអញកំពុងតែនិយាយអាត្មាអញកំពុងតែធ្វើសកម្មភាពនេះធ្វើសកម្មភាពនោះបើសតិស្មារតីនឹងនៅនឹងខ្លួនបានច្រើនចិត្តអ្នកនឹងអត់សូវរវើរវាយចិត្តអ្នកនឹងអត់សូវហោះចេញពីខ្លួនទេអញ្ចឹងអ្នកនឹងអត់សូវទទួលរងគ្រោះដោយសារអារម្មណ៍គីខាងក្រៅមកដុតរូលឲ្យក្តៅក្រហាយទេដែលចិត្តរបស់យើងក្តៅក្រហល់ក្រហាយហ្នឹងដោយសារយើងចេះតែប្រឡែងខ្លួនអត់មានអ្នកការពារសោះគេនិយាយស្ដីតិចតិចក្តៅកើតទុកអស់មួយអាទិត្យពីរអាទិត្យទៅជួបរឿងថ្ងៃណាមិនពេញចិត្តទៅដេកពិបាកចិត្តអស់មួយអាទិត្យពីរអាទិត្យទៅគ្រាន់តែទៅអានឬក៏ជួបបញ្ហាអីចឹងទៅគឺថាវល់វិលនៅក្នុងខ្លួននឹងធ្វើឲ្យអាចិត្តនឹងវាអត់មានប្រព័ន្ធការពារសោះស្អីក៏អាចលួចប្លន់សេចក្តីសុខស្អីក៏អាចធ្វើឲ្យចិត្តនឹងកើតទុក្ខបានដែរអញ្ចឹងសតិស្មារតីនឹងសំខាន់ណាស់ជាគ្រឿងការពារជារនាំងជាទ្វារជារបងការពារមិនឲ្យអកុសលឬក៏អារម្មណ៍ដែលនាំឲ្យក្តៅក្រហាយហ្នឹងយើងអាចទប់ស្កាត់បានខ្លះតែថាយើងមិនអាចទប់ស្កាត់បានទាំងស្រុងប៉ុន្តែសតិហ្នឹងវាដឹងថាអញបើគិតរឿងនេះទៅវាក្តៅក្រហាយអញ្ចឹងផ្ចង់ចិត្តទៅលើអារម្មណ៍នេះវិញនាំឲ្យចិត្តហ្នឹងជ្រះថ្លាសបាយនឹកគុណពុទ្ធទៅសបាយនឹកគិតដល់បុណ្យដែលខ្លួនបានធ្វើទៅសបាយនៅក្បែរមនុស្សនេះទៅដូចតិចចិត្តដូចស្រស់អញ្ចឹងស្ដាប់ធម៌ទៅបានចម្រើនចំណេះដឹងបញ្ញាញាណអញ្ចឹងទៅអញ្ចឹងទាញចិត្តឲ្យបង្អោលមកនៅក្នុងអារម្មណ៍ណាដែលនាំឲ្យកើតចិត្តជ្រះថ្លាហើយអារម្មណ៍ដែលនាំឲ្យក្តៅក្រហាយអានេះនិយាយដើមអញអានេះវាអញ្ចេះនេះវាចុះទាំងអានឹងយើងកាត់បន្ថយវាមកយើងមិនអាចទប់ស្កាត់បានទាំងស្រុងទេរឿងអារម្មណ៍ខាងក្រៅហ្នឹងឧទាហរណ៍ថាបើយើងមានបាបកម្មវាត្រូវតែលឺគេថាគេស្ដីឬក៏ត្រូវបាត់បង់របស់នេះរបស់នោះអានឹងយើងខាត់មិនបានទេប៉ុន្តែអ្វីណាដែលយើងអាចទាញចិត្តបានយើងទាញបង្អោនចូលទៅក្នុងអារម្មណ៍នាំឲ្យកើតសេចក្តីជ្រះថ្លាហ្នឹងចិត្តហ្នឹងវាស្រស់ចិត្តហ្នឹងវាស្រាលពីសេចក្តីទុក្ខទៅហើយបើយើងខ្វះសតិស្មារតីអ្នកគៀចិត្តអ្នកតម្រែតម្រង់អ្នកទាញមកអាហ្នឹងវាភាកច្រើនហ្នឹងគឺចិត្តហ្នឹងវាធ្លាក់ទៅក្នុងរឿងដែលនាំឲ្យក្តៅក្រហល់ក្រហាយនាំឲ្យជាប់ជំពាក់ហើយនឹងនាំឲ្យទោមនស្សនឹងមកហើយតែធ្លាក់ចូលទៅក្នុងផ្លូវនឹងយើងក្តៅក្រហាយច្រើនយើងអត់មានលំនឹងផ្លូវចិត្តយើងផ្ញើសេចក្តីសុខទៅនឹងរបស់ខាងក្រៅទាំងស្រុងគេសរសើរបានយើងសប្បាយរស់ស៊ីមានបានទៅបានយើងអូសប្បាយទៅដល់ពេលគេនិន្ទាគេថាគេស្ដីកើតទុកទៅអត់មានកំណត់ដឹងថានឹងធម្មតារលកជីវិតនឹងវាអញ្ចឹងវាអត់បានមានបញ្ញាកំណត់ដឹងថាធម្មតាវាអញ្ចឹងវាឡើងវាចុះអញ្ចឹងយើងគិតថាជីវិតអញត្រូវតែឡើងអញ្ចឹងដល់វាអត់បានវាកើតទុកទៅប៉ុន្តែដែលយើងមានបញ្ញាមានធម៌នៅក្នុងចិត្តហ្នឹងយើងកំណត់ដឹងថាហ្នឹងហើយឡើងជាផលបុណ្យផលនៃការពឹងផ្អែកពីធ្លាក់បាបឲ្យផលហ្នឹងយើងមិនឡើងខ្ពស់តាមរឿងហើយក៏មិនដុនដាបធ្លាក់ចុះតាមរឿងដែលកើតឡើងដែរកំណត់ដឹងថានឹងជារឿងក្នុងលោកតែប៉ុណ្ណឹងអញ្ចឹងយើងអត់ផ្ញើសេចក្តីសុខទាំងស្រុងទៅលើរឿងខាងក្រៅនឹងយើងយកសតិបញ្ញាជាអ្នកជួយផ្ដល់សេចក្តីសុខឲ្យខ្លួនយើងវិញអាហ្នឹងតើយើងសំរឿយបានអាចទប់ស្កាត់បានណាដូចថាយើងមានអ្នកការពារនៅមុខផ្ទះអញ្ចឹងយើងរឿងរាវចោលអីមិនងាយចូលផ្ទះចិត្តរបស់យើងបានទេអកុសលមួម៉ៅក្តៅក្រហាយអន់សុពន្ធចិត្តជាប់ជំពាក់ហួងហែងប្រកាន់ហ្នឹងវាអត់ងាយចូលក្នុងចិត្តរបស់យើងបានទេដោយសារយើងមានសតិបញ្ញាជួយនៅខាងក្នុងជួយទប់ពីខាងក្នុងទៅ
miền nhiệt vô mà chùm nuốt đấy nhà xa một số rường ta sầm lập luôn ở về miền bạp ọt sầm lập luôn tới về phật tục ọt rồi có quạt miền là rõm mình chọn rùa anh nâng về châu nông vị bát plei chặt này quận xóm hướng tục sau nông chặt rồi có rương ta đại về cả làng thôi quạt thun tròn cầm làng lên chọn rùa tiệt rồi có quạt chu bành hà nguồn ngồi chẳng tờ bên này anh ứng vì cả láng vì mền cả chẳng phải mới viền xóm tìm đòn kịch chởn tôi chất ăn chất phây bùi bà rõm khai rồi có chùm ngư chư scat nâng việc thua ở quạt nâng cầm làng để chọn rùa thứ tiết á xua tha sầm lập luôn nâng bà bắt vì trẻ vì miền pì hưởng muối bờ ưu tiên họ ta chui rừng cua mà đài chui rừng cua nè miền cồn hiện bồi chạ chỉ vật Obama tha cái thời ca làm cái thời ca bầm mát cái thời ca ấy chẳng thay vô cho thưa mấy ở tại phục thưa ở tại mai khi mà rùa nắng chỉ bòn vịnh cả lẻ bòn chẳng á bên này cả lẻ bòn đôi khăn đôi thun tròn này đấy vì chỉ riêng có sò sầm lập luôn nắng miền tổ bên được không vì nấy bọn mình ao bị khổ sầm lập luôn đấy bị khổ là sầm lập luôn trở bạt để trở bạt nắng muối hay hưởng muối tiết hưởng tôm mà nọt lời chặt mình sập bài chặt thun thoáng nắng chia lẹ khả năng này tô xạ chặt bên vậy chắc mình ai tiên chất ơi nè đầy miền bầm non trong sầm lập luôn nắng màu vinh bán ấy về thở cạp xòm cung chui kia tầng ở tiền ưu tiên thà nè trung bình luôn chia đầy buồn chia bong ôn sớm chức của xa mật phẻ nắng to là chui chùm chạy cùng tịch bằng ạ đây bên tô tha ơi vì chuan lời chuan á quạt miền là bị bắt không chặt vào quạt ấy dương ở chỗ quạt dương tha sẽ đầy ở tiết hết tại đòn đạp để chúng ta mình dậy mình sẽ đây hiện mọi từ mơ ngặt nghiêm dần tới với khác dương kịch là việc chưa vì ấy chẳng từ mình đó nè chẳng này mùi này cả phía bá cứ mình nộp trung bình luôn nó chỉ cầm lăng chặt sầm khăn thì bí hướng nằm phía bá bờ miền bị bắt phải chặt nâng thôn cùng lẹ cùng băng cùng khai cái thai dương dành cho chu cụ pet chấmนี้nằm bay ở quạt chui xoay dúa hơi nâng ai phở bẹt năm chui sầm rùa là rom ban kinh cục còn miền cầm lăng cầm hai nhằm bàn tới hay nâng đà hai chứ đồ lục biệp ruột nữ chúng ta chồng ngữ nó với thua dương mưa mình chọn ngược mình chọn đa mình chọn chênh chênh muốn anh tôi là dương giờ chân nhà về cùng bắt đầu tạm với tiền ở dương nơi cái này ngặt cái này ngần nghịch mình nè ai sau sừng rì nhưng tớ hay vi chuan dương chân đồ ấy bắt ruột nơi trên từ thư ca rồi từ năm rồi từ nói đa hạt pran phương đi phương nó cũng nói về slong từ nông rõm nè phía xa nghe vui anh nâng cả ốc rung này mà đây tạm gì cả thư mà thi cả đạp thô cả tre đi bây giờ nào mà ra rương ra ở nông chỉ vật nó về miền rương lọ khla mình lọ khla na hưởng lọ dương từ tua dương chặt tục thay chịu họ bón hay hưởng nam mình lọ chùa phái hào á ta từ một tiết á rồi mình ao mình rê pun rương tầng ở nâng tục nông chặt đề bây giờ ao dương rê pun tứ
រឿងហ្នឹងវាជាសកត់យើងធ្ងន់ទៅពីព្រោះចិត្តនេះដោយន័យថាសន្សំសន្តានដូចយើងសន្សំលុយក្នុងធនាគារអញ្ចឹងតែយើងសន្សំច្រើនវាបានលុយច្រើនបើយើងខ្ចីច្រើនវាយើងជពាក់គេច្រើនហើយយ៉ាងណាចិត្តហ្នឹងបើវាសន្សំអីវាច្រើនអាហ្នឹងវាសន្សំទុកសោកទុយចិត្តអន់ចិត្តបាក់ចិត្តអីហ្នឹងវាកើនអាហ្នឹងកើនសេចក្តីទុកហើយប៉ុន្តែបើយើងរៀនដូរមកថាយើងនឹករឿងណានាំឲ្យរីករាយជួបអ្នកណានាំឲ្យសប្បាយចិត្តធ្វើកិច្ចការងារអីធ្វើឲ្យចិត្តហ្នឹងវាស្រស់ឡើងវិញណាអាហ្នឹងផឹងសំផ្នែកខាងហ្នឹងទៅ account ខាងល្អហ្នឹងទៅខាង account ខាងអាក្រក់ខ្ចីគេនោះកុំសូវខ្ចីពេកទេអញ្ចឹងសំចិត្តស្រស់ស្រាយរីករាយដូចថាលវៀងណាកុំស្ទុះអានឹងឲ្យច្រើនទៅតិចម្ដងទើបយើងអាចឈ្នះវាបានសមត្ថភាពអប់រំផ្លូវចិត្តនេះជួយទុកមកផ្នែកធំដែរដូចថាយើងមិនអោបទុកទេវាដូចថាហើយសង្ខារធម៌កើតរលត់ទាំងរឿងល្អរឿងអាក្រក់អញ្ចឹងរឿងល្អកើតហើយរលត់ទៅរឿងអាក្រក់កើតហើយរលត់ទៅហើយទៅមុខទៀតទៅជួបរឿងខាងមុខទៀតអញ្ចឹងវាសំពងរឿងអតីតផងភ័យរឿងអនាគតផងអាបច្ចុប្បន្នដោះស្រាយវល់វាធ្ងន់ទៅអញ្ចឹងអាត្មាសរុបមកវិញថាការសម្រាប់ខ្លួននោះសួរថាមានបាបទេវាបាបត្រង់ទូមនោះហ្នឹងហ្មងវាមិនស្រស់មិនថ្លាដល់នៅក្នុងធម៌តកណាចុតិចិត្តហ្នឹងវាទូមនោះទោសៈវាអត់ល្អឯងកតិឬក៏បដិសន្ធិក្នុងជាតិទៅមុខហ្នឹងគឺចុះក្រោមឯងតកណាពេលមុនស្លាប់ហ្នឹងទូមនោះផ្លូវចិត្តហ្នឹងអាហ្នឹងគាត់តែឆ្លើយមួយម៉ាត់ចោលអញ្ចឹងទៅចាស់ប៉ុន្តែរបៀបជួយសង្គ្រោះខ្លួនឯងអាត្មាថាកុំឲ្យលាក់និយាយប្រាប់មិត្តភ័ក្តិបងប្អូនណាជិតស្និទ្ធដែលអាចឲ្យគាត់ជួយឲ្យយោបល់បានកុំគិតថាអញមិនប្រាប់ណាអញខ្លាចអត់អីកុំអ្នកណាក៏មានវិបត្តិផ្លូវចិត្តរៀងខ្លួនតិចច្រើនតាមកម្លាំងសមត្ថភាពផ្លូវចិត្តគ្រប់រៀងខ្លួនតែចឹងប្រាប់បើថាបើធ្ងន់ធ្ងរត្រូវជួបពិគ្រោះជាមួយលោកគ្រូពេទ្យកុំខ្លាចគេថាយើងឈួតអីអានឹងរឿងសុខភាពយើងតាចាត់ទុកថាវាជាជំងឺគុណពវៀនដាសាយឬក៏គុណឈាមចឹងទៅវិញទៅព្រោះអ្នកណាពុទ្ធលោកថាគ្មានអ្នកណាក្នុងលោកនេះដែលថាគ្មានជំងឺផ្លូវចិត្តហ្នឹងអត់មានទេលើកលែងតែព្រះអរហន្តមួយដែលអត់មានជំងឺផ្លូវចិត្តក្រៅពីនឹងពុទ្ធជនទាំងលោកទាំងប្រសក់សិតតែមានជំងឺផ្លូវចិត្តដូចគ្នាគាត់តែតិចច្រើនតាមកម្លាំងនៃការអប់រំចិត្តប៉ុណ្ណឹងឯងនឹងបើទី2បើថាមិនធ្ងន់ធ្ងរត្រូវតែជួបពិគ្រោះជាមួយលោកគ្រូពេទ្យហើយនឹងទី3រៀនធ្វើសមាធិរៀនស្ដាប់ធម៌ស្វែងយល់អំពីការពិតនៃជីវិតមិនអោបកសោបសេចក្តីទុក្ខនឹងក្នុងចិត្តនឹងយូរឯងរៀនដូចថារៀនដោះលែងខ្លួនឯងឲ្យផុតពីសេចក្តីទុក្ខអានឹងយើងអាចជួយខ្លួនឯងបានខ្ញុំខំធ្វើល្អហេតុអ្វីខ្ញុំនៅតែមានទុក្ខច្រើនអ្នកខ្លះមានសមានចិត្តល្អមានចិត្តសប្បុរសអាណិតអាសូរជួយអ្នកដទៃច្រើនតែបែរជាមិនសូវបានសមប្រកបជួបរឿងទុក្ខសោកមិនចេះចប់មិនចេះហើយពេលខ្លះជួយគេហើយបែរជាគេរមិលគុណនិយាយអាក្រក់រហូតដល់ធ្វើទុកបុកម្នេញមកវិញក៏សឹងមានអំពើល្អដែលអ្នកបានសាងហើយនៅតែជាអំពើល្អដដែលមិនប្រែទៅជាអាក្រក់ទេគ្រាន់តែវាមិនទាន់មានពេលឲ្យផលប៉ុណ្ណោះចំណែករឿងមិនល្អរឿងអកុសលដែលអ្នកបានជួបវាជាផលនៃកម្មចាស់ដល់ពេលត្រូវឲ្យផល
គួរស្វែងយល់ផងដែរថាបុណ្យកុសលមានច្រើនលំដាប់ហើយបុណ្យទាំងនោះជួយអ្នកឲ្យបានស្រាលពីទុក្ខតាមលំដាប់ដែរកុសលថ្នាក់ទានលះចិត្តកំណាញ់លះចិត្តជាប់ជំពាក់កុសលថ្នាក់ទាននោះជួយអ្នកឲ្យមានគេស្រឡាញ់រាប់អានច្រើនមានកិត្តិយសគេឈ្មោះល្អនិងជាឧបនិស្ស័យនៃការរកទទួលទានមានបានតែកុសលថ្នាក់ទាននោះមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទេកុសលមួយទៀតដែលជួយអ្នកឲ្យរួចពីពាវេរាទៅថ្ងៃមុខគឺការរក្សាសិលបានដល់ការមិនបៀតបៀនមិនធ្វើឲ្យអ្នកដទៃក្តៅក្រហាយអ្នកជាមនុស្សមិនមានពៀទៅណាមកណាមិនសូវព្រួយបារម្ភក្នុងចិត្តព្រោះមិនបានធ្វើខុសហើយមិនសូវមានអ្នកមកបៀតបៀនអ្នកទេជៀសវាងតែអ្នកមានបាបកម្មពីអតីតជាតិមកកុសលថ្នាក់សិលជួយអ្នកឲ្យរួចផុតពីពាវេរាទៅថ្ងៃមុខតែវានៅតែមិនអាចជួយអ្នកឲ្យរួចផុតពីសេចក្តីទុក្ខផ្លូវចិត្តបានទាំងស្រុងឡើយកុសលថ្នាក់ខ្ពស់ដែលអាចជួយអ្នកបានច្រើនក្នុងការសម្រាលសេចក្តីទុក្ខពីផ្លូវចិត្តគឺកុសលថ្នាក់ភាវនាដែលមានន័យថាការចម្រើនសមាធិការចម្រើនបញ្ញាដែលជួយអ្នកឲ្យមានចិត្តនឹងធឹងមិនសូវញាប់ញ័រនឹងរឿងរ៉ាវទាំងឡាយសមាធិសំដៅលើការវឹកហាត់ចិត្តឲ្យស្ថិតនៅក្នុងអារម្មណ៍តែមួយដែលនាំឲ្យចិត្តបានស្ងប់រងាប់បានត្រជាក់មិនសូវរវើរវាយមិនសូវច្របូកច្របល់ជួយអ្នកឲ្យបានសេចក្តីសុខតាមផ្លូវចិត្តច្រើនចំណែកឯការចម្រើនបញ្ញាសំដៅលើការស្វែងយល់អំពីដំណើរកើតរលត់នៃសង្ខាររៀនលះបង់ការប្រកាន់ចំពោះរឿងរ៉ាវការទាស់ចិត្តនិងការជាប់ចិត្តចំពោះបញ្ហាទាំងឡាយពេលអ្នកបានលះបង់នៅសេចក្តីប្រកាន់នោះពីក្នុងចិត្តរឿងរ៉ាវទាំងឡាយកើតឡើងក៏កំណត់ដឹងថាជាដំណើរនៃធម្មជាតិពេលមានហេតុក៏កើតឡើងពេលអស់ហេតុក៏រលត់ទៅឧបមាដូចជាភ្លើងចង្កៀងពេលនៅប្រេងក៏នៅសល់ភ្លើងពេលអស់ប្រេងអស់បញ្ឆេះភ្លើងក៏រលត់ទៅអ្នកកំណត់ដឹងនៅដំណើរនៃសង្ខារយ៉ាងនេះកាត់បន្ថយនៅសេចក្តីប្រកាន់សេចក្តីទុក្ខក៏ធូរស្បើយពីចិត្តអ្នក មានបងប្អូនមួយចំនួនផ្ញើសារមកថាដូចតែគាត់នៅក្មេងប៉ុន្តែស្មុគស្មាញពិបាក stress មានសម្ពាធច្រើនណាស់ថ្មគិតថាវាអាចថាមានសម្ពាធនៅក្នុងគ្រួសារសម្ពាធនៅសាលាសម្ពាធមនុស្សជុំវិញខ្លួនហ្នឹងដូចថាក្នុងគ្រួសារជួនកាលមិនមានការយល់ចិត្តអីស្រឡាញ់ឲ្យបានកក់ក្ដៅមានតការស្ដីបន្ទោសថាជាបតិចដាក់គំនាបគៀបសង្កត់អាត្មាធ្លាប់ជួបដែរគាត់ពេលខ្លះ
គាត់ទាំងងុំក្នុងចិត្តអ្វីដែលគាត់មានវិបត្តិហើយក៏អត់ហ៊ាននិយាយនៅក្នុងគ្រួសារហ្នឹងក៏មានអ្នកខ្លះទៀតដូចថាមានសម្ពាធពីសាលាលោកគ្រូដាក់ការងារឲ្យច្រើនរៀនច្រើនមុខវិជ្ជាពេលខ្លះរៀនពី3សាលាទៀតអាហ្នឹងក៏មានបញ្ហាប៉ះពាល់ដល់សម្ពាធផ្លូវចិត្តហ្នឹងខ្លាំងដែរនិយាយចឹងមិនមែនន័យថាមិនឲ្យរៀនខ្ជិលអត់ទេប៉ុន្តែគាត់ថារៀនលៃលោកពេលវេលាសម្រាប់ទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តទាំងចំណេះដឹងបើខ្វះណាមួយក៏យើងវាអត់បានសុខដែរឧទាហរណ៍ថាឈឺច្រើនហើយធ្វើម៉េចយកចំណេះដឹងទៅធ្វើអីគេបើដេកនឹងកទេម្យ៉ាងទៀតឧទាហរណ៍ថារៀនដល់ណាដល់នៃបណ្ឌិតអនុបណ្ឌិតអីប៉ុណ្ណាមួម៉ៅក្តៅក្រហាយជេបតិចខ្ញុំគណៈសមាភិបធ្លាប់ជួបខ្លួនឯងញាតិញោមគាត់រៀនបានច្រើនមិនតិចមិនទួចអីចប់បណ្ឌិតអស់ហើយប៉ុន្តែក្នុងចិត្តហ្នឹងសឹងផ្ទុះសឹងចងកហើយអាហ្នឹងដូចថាស្ថានភាពផ្លូវចិត្តវាអត់ល្អចំណេះដឹងមានប៉ុន្តែការរក្សាសុខភាពផ្លូវចិត្តហ្នឹងអត់សូវសម្បូរធ្វើឲ្យមានបញ្ហាអញ្ចឹងតើឲ្យវាមាន balance ហើយមានតុល្យភាពនឹងគ្នាហើយអាស្ថានភាពផ្លូវចិត្តហ្នឹងវាមិនមែនទៅអញ្ចឹងភ្លាមទេវាសំឧទាហរណ៍ថាអន់ចិត្តនឹងសំរឿយទៅវាទៅជាដំបៅក្នុងទ្រូងអញ្ចឹងតើលំពីមានបញ្ហានិយាយទៅឲ្យរួចហើយកុំសូវអោបកសោបទុកយូរពេកវាផ្ទុះដល់ពេលផ្ទុះវាគ្រោះថ្នាក់ទាំងខ្លួនយើងគ្រោះថ្នាក់ទាំងនៅក្បែរខ្លួនយើងហើយអ្នកនៅក្បែរនោះក៏គួរប្រយ័ត្នប្រយែងពាក្យសម្ដីកាយវិការកប្បកិរិយាដែរពីព្រោះយើងវាមានតំណែងតំណងគ្នាទៅវិញទៅមកវាមានឥទ្ធិពលទៅលើគ្នាទៅវិញទៅមកពាក្យសម្ដីកប្បកិរិយាហ្នឹងធ្វើឲ្យគេឈឺចាប់ពីឈឺឌឺដងទៅគេនោះឈឺព្រោះយើងមានបាបដែរហើយមានបាបវាវល់គំនុំគុំគួនគ្នាទៅហើយតលរៀនដូចថាអាណិតគ្នាសម្លឹងដោយចិត្តមេត្តាហើយការបដៅណែនាំហ្នឹងក៏ប្រកបដោយបញ្ញាមិនមែនទាំងកំរោលកំហឹងទៅវាទទួលយកអត់បានហើយប៉ះពាល់ដល់សុខភាពផ្លូវចិត្តដល់អ្នកដែលទទួលការណែនាំខ្ញុំគណៈសមាភិបធ្លាប់ជួបញោមដែលម៉ែគាត់ចេញខោកចូលខោកមានចានខោកចានមានវែកខោកវែកហើយចឹងគាត់ស្លុតក្នុងចិត្តរបស់គាត់ដែលម្ដាយគាត់ដាក់សម្ពាធខ្លាំងពេកចឹងទៅរហូតដល់គាត់អាយុ50-60ហើយនឹងគាត់មានវិបត្តិផ្លូវចិត្តលេបថ្នាំរហូតដល់សប្តាហ៍ថ្ងៃហើយអាជំងឺនឹងឆ្លងដល់កូនគាត់ទៅទៀតអានឹងដូចថាវាជាប់នៅក្នុងចិត្តម៉ែដល់កូនមកវាឆ្លងតែនៅសាលារៀនក៏សិស្សទទួលរងសម្ពាធផ្លូវចិត្តនឹងមកផ្នែកដែរមួយពីរឿងសម្ពាធការសិក្សាថាត្រូវផឹងហ៊ានឲ្យបានល្អឲ្យប្រកែពីរសម្ពាធពីមិត្តភ័ក្តិឧទាហរណ៍ថាជួនកាលឃើញគេល្អឃើញគេមានទូរស័ព្ទឃើញគេមានម៉ូតូហើយឯងនេះវាអន់អញ្ចឹងវាដាក់សម្ពាធមកលើខ្លួនឯងថាតូចចិត្តនឹងវាសនាតូចចិត្តនឹងម៉ែតូចចិត្តនឹងឪអីចឹងតែហ្នឹងតើរៀនទម្លាក់ទៅហើយវាសនាមនុស្សមិនដូចគ្នាទេយើងប្រឹងទៅអាហ្នឹងបនចាស់របស់គេហើយបើគេស៊ីបនចាស់ហ្នឹងអត់ប្រឹងធ្វើបនថ្មីអាហ្នឹងអស់ហើយមិនម៉ែឪមិនអាចជួយបានទេយើងត្រូវប្រឹងបនថ្មីរបស់យើងហើយយើងទទួលផលរបស់យើងនៅថ្ងៃខាងមុខវិញសម្ពាយបនហ្នឹងវាខុសគ្នាអញ្ចឹងហើយមកជូនជាយោបល់ដែរដូចថាបងប្អូនក៏គុំទម្លាប់និយាយពីឈឺឌឺដងធ្វើឲ្យគេឈឺចាប់អីចឹងទៅឬក៏សម្លុតគម្រាមកំហែងឬក៏ពេលខ្លះទៅរាល់ថ្ងៃហ្នឹងនៅក្នុងប្រព័ន្ធសង្គម Facebook ឬក៏ TikTok អីហ្នឹងបញ្ចេញធ្វើម៉េចឲ្យគេក្តៅក្រហាយហើយហ្នឹងវាមានកម្មពៀវរាគេក្តៅមែនប៉ុន្តែយើងជាប់ពៀវរាមិនសុខទេទៅមុខទៅក្រោយហ្នឹងយើងមានសេចក្តីទុកជាប់តាមខ្លួនយើងទៅ
ហើយដូចថាបញ្ហារឿងជីវភាពសង្គមហ្នឹងក៏អញ្ចឹងដែររាល់ថ្ងៃហ្នឹងបច្ចេកវិទ្យាវាជឿនលឿនពេកហើយពេលខ្លះយើងគិតតែពីនៅមុខទូរស័ព្ទត្រិលចុះត្រិលឡើងអត់គិតធ្វើអីការងារអីឲ្យពិតប្រាកដទេវាអត់មានបានអីវាបានតែឆ្លងរោគពីប្រព័ន្ធសង្គមនឹងមកវិញធ្វើឲ្យមួម៉ៅអ្នកចំណាយពេលច្រើនពេកហ្នឹងតាមក្បួនវិទ្យាសាស្ត្រការស្រាវជ្រាវហ្នឹងក៏បង្ហាញដែរវា stress រហូតដល់កើតទៅជា depression ខឹងអ្នកនេះទាស់ចិត្តនឹងអ្នកនោះជេរទៅតមកអាហ្នឹងសិតតែសំភ្លើងដែរមិនមែនហាមគាត់មិនឲ្យមើលទេប៉ុន្តែថាត្រូវឲ្យមានតុល្យភាពរវាងការរៀនសូត្ររវាងការសម្រាកហើយនឹងការមើលហ្នឹងចំណាយពេលខ្លះអត់គ្រប់ខ្លះអត់បានការលីសចោលទៅ app ខ្លះអត់ប្រយោជន៍លុបចោលទៅហើយ notification ហ្នឹងកុំឲ្យវាតឹងខូចខួរក្បាលយើងហើយបែកអារម្មណ៍ហើយតែបែកអារម្មណ៍ថ្ងៃក្រោយមានវិបត្តិគេមិនលក់ស្មុកស្មាញគិតច្រើនលវើលវាយដោយសារអាការរំខានរឿយនឹងឯងហើយហ្នឹងអត់មានពីណាទេយើងអ្នកសំខ្លួនយើងនឹងយូរផលប៉ះពាល់ហ្នឹងមកខ្លួនយើងវិញអញ្ចឹងតើយើងប្រយ័ត្នប្រយែងទាំងអស់គ្នាបើឧទាហរណ៍ថាមានរឿងអីជាមួយបងប្អូនអីនិយាយគ្នាហើយកុំអោបកសោបរំលឹកម្លើកញឹកញាប់វិញវាក្តៅក្រហាយហើយអ្នកដែលរំលឹកម្លើកហ្នឹងក៏គួរអាណិតតិចដល់អ្នកស្ដាប់ដែរកុំចេះតែកកោកកាយមកធ្វើឲ្យក្តៅក្រហាយរឿងទូចខ្លាយទៅជារឿងធំវាចប់ទៅរឿងហ្នឹងកុំដូចថាធ្វើឲ្យឆេះឡើងវិញវាអត់បានវាប្រយោជន៍ហើយអានឹងទី1ទី2អាការសមឧបនិស្ស័យក្នុងចិត្តតូចចិត្តអន់ចិត្តស្ដីបន្ទោសមិនគួរណាអញ្ចឹងអាហ្នឹងកុំអាហ្នឹងរឿងហ្នឹងហួសហើយកុំនាំគ្រឿងក្តៅក្រហាយហ្នឹងមកក្នុងចិត្តទៀតចប់ហើយតោះទៅមុខទៀតអាសមបនិស្ស័យហ្នឹងអាការខ្សឹបដាក់ខ្លួនឯងហ្នឹងមានឥទ្ធិពលខ្លាំងលើផ្លូវចិត្តរបស់យើងណាហើយតើមានពេលរៀនទូស្គាល់ការពិតថាហ្នឹងហើយជីវិតហ្នឹងខុសគ្នាអញ្ចឹងម៉ែយើងគ្រួសារគេគ្រួសារយើងមិនដូចគ្នាប្រឹងទៅហើយមានពេលស្ដាប់ធម៌អប់រំចិត្តមានពេលធ្វើសមាធិមានពេលនៅជាមួយមិត្តភ័ក្តិល្អអ្នកដែលនាំរឿងល្អណែនាំឲ្យដើរក្នុងផ្លូវត្រូវនៅជាមួយអ្នកនឹងយើងបានចម្រើនទាំងចំណេះចម្រើនទាំងសុខភាពផ្លូវចិត្តទាំងសុខភាពផ្លូវកាយយើងល្អអានឹងទើបរស់នៅបានយូរហើយយើងបានមានពេលបំពេញបុណ្យពេញកុសលហើយរស់នៅដោយសុភមង្គលនៅសល់បើអ្នកបាត់បង់អ្វីគ្រប់យ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើអ្នកមិនព្រមក៏វាបានរលត់បាត់ទៅហើយរៀនទទួលស្គាល់ការពិតកំណត់ដឹងថាសង្ខារទាំងឡាយតែងប្រែប្រួលមិនទៀងទាត់ទេអារម្មណ៍ជាអតីតគ្រាន់តែជាស្រមោលវាបានរលត់បាត់ទៅហើយអ្វីដែលអ្នកមានក្នុងដៃគឺពេលវេលានៅបច្ចុប្បន្ននេះការសម្រេចចិត្តពេលនេះអាចជួយកំណត់ជោគវាសនាអ្នក
នៅថ្ងៃបន្ទាប់បានយកអ្វីដែលអ្នកមានសេះសល់ធ្វើជាមូលដ្ឋានសម្រាប់ដំណើរទៅមុខនាងបដាចាជួបទុកច្រើនឥតគណនាម្ដាយឪពុកបងប្អូនស្វាមីនិងកូនទាំងពីរជាទីស្រឡាញ់បានស្លាប់ទាំងអស់តែនាងនៅអាចងើបឈរហើយបន្តដំណើរទៅមុខទៀតរហូតបានត្រាស់ជាព្រះអរហន្តីជាសាវិកាដ៏ឆ្នើមរបស់ព្រះពុទ្ធជាម្ចាស់អ្នកប្រហែលជាមិនកំសត់ដូចនាងបដាចាទេអ្នកពិតជាអាចងើបមុខឡើងហើយសាងអនាគតថ្មីក្នុងផ្លូវត្រូវផ្លូវបុណ្យកុសលជីវិតអ្នកនឹងបានភ្លឺថ្លាបើអ្នកសម្រេចចិត្តចាប់ផ្ដើមធ្វើល្អពីថ្ងៃនេះតទៅ មេរៀនអាចថាមានពេលខ្លះអ្នកគិតមិនបានគ្រប់ជ្រុងជ្រោយហើយក៏និយាយជ្រុលជ្រួសឬសម្រេចចិត្តខុសដែលនាំឲ្យខូចខាតប្រយោជន៍ឬបាត់បង់ទ្រព្យធនជាដើមសូមគុំស្ដីបន្ទោសខ្លួនឯងច្រើនពេកអីដំណើរជីវិតតែងមានខុសខ្លះអីចឹងឯងគ្មានអ្នកណាម្នាក់បានល្អ 100% ទេអាយុនៅក្មេងចិត្តគំនិតក៏នៅក្មេងខ្ចីធ្វើឲ្យអ្នកឆាប់ឆេវឆាវហើយគិតខ្លីវាជាដំណើរធម្មតានៃការវិវត្តផ្នែកខួរក្បាលនិងចិត្តគំនិតបើខុសឆ្គងសូមការអនុគ្រោះលើកលែងពីគេទៅកុំខ្មាស់អៀនអីរួចហើយងើបឡើងបន្តដំណើរទៅមុខទៀតផ្ដល់ឱកាសឲ្យខ្លួនឯងជាលើកទី2ក្មេងធ្លាប់ដួលរាប់សិបដងតម្រាំចេះដើរចាត់ទុកកំហុសខុសឆ្គងនិងបរាជ័យទាំងនោះថាជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តឲ្យបានត្រឹមត្រូវនៅថ្ងៃក្រោយរឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលឃើញបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សបានប្រកបជាងមុនអង្គុលីមៀលផុងខ្លួនធ្វើខុសដើរសម្លាប់មនុស្សរាប់រយរាប់ពាន់នាក់តែចុងក្រោយបានតាំងចិត្តកែខ្លួនបួសជាបព្វជិតហើយបានត្រាស់ជាព្រះអរហន្តបានជាសាវកដ៏ឆ្នើមរបស់ព្រះពុទ្ធជាម្ចាស់ទៀតផងអ្នកបានធ្វើកំហុសពីមុនមកហើយចេះកែប្រែខ្លួនព្រះពុទ្ធជាម្ចាស់ទ្រង់សរសើរថាជាបណ្ឌិតជីវិតបានភ្លឺត្រចះត្រចង់ឧបមាដូចជាព្រះច័ន្ទបានចេញផុតពីពពកដូច្នោះឯង
សម្រេចចិត្តមុននឹងសម្រេចចិត្តគិតឲ្យបានច្បាស់លាស់សិនសួរយោបល់គេឯងឲ្យបានគ្រប់ជ្រុងជ្រោយហើយចុងក្រោយអ្នកត្រូវសម្រេចចិត្តដោយខ្លួនឯងហើយបើសម្រេចយ៉ាងណាហើយធ្វើតាមនឹងទៅកុំសាវ៉ាដូរចុះដូរឡើងពេកអីព្រោះវាធ្វើឲ្យរំខានចិត្តខ្លាំងមិនសូវបានសុខទេហើយបើឧបមាថាការសម្រេចចិត្តនោះខុសនាំឲ្យខូចខាតបាត់បង់សូមគុំទម្លាប់បន្ទោសគេបន្ទោសឯងឬមួម៉ៅក្តៅក្រហាយស្ដីបន្ទោសខ្លួនឯងយូរពេកអីចាត់ទុកថាវាជាផលនៃបាបចាស់ទៅចុះកុំស្ដាយពេកអីព្រោះស្ដាយទៅបានត្រឹមតែខូចចិត្តយកវាជាមេរៀនគិតសារជាថ្មីឡើងវិញធ្វើឲ្យបានប្រសើរជាងមុនព្យាបាលរោគចំណែនពេលឃើញគេបានជោគជ័យទម្លាប់អបអរសាទរគេទៅកុំចំណែនអីចំណែនទៅគ្មានបានអីមកយើងផងបានតែក្តៅក្រហាយចិត្តឥតប្រយោជន៍ហើយបើគេដឹងគេស្អប់ទៀតគេប្រឹងគេចេះគេមានបុណ្យទើបគេបានបើយើងអត់យើងប្រឹងទៅមិនមែនត្រឹមតែត្រេកអរទេតែទម្លាប់ទៅនិយាយលើកទឹកចិត្តពេលគេធ្វើបានល្អចិត្តអ្នកក៏ត្រជាក់បុណ្យក៏បានមិត្តភាពក៏ល្អតែបើគេបានដោយទុច្ចរិតយើងគួរសង្វេគអាណិតថាគេបានសាងបាបកម្មថ្ងៃណាមួយគេនឹងទទួលផលកម្មនោះវិញមិនខានយើងមិនត្រេកអរជាមួយគេទេហើយក៏គ្មានអីត្រូវចំណែនដែរតែគួរអាណិតវិញមនុស្សចិត្តល្អចិត្តត្រជាក់ចិត្តទន់ភ្លន់ចិត្តមានមេត្តាចិត្តរីករាយចិត្តត្រេកអរចំពោះសេចក្តីសុខរបស់អ្នកដទៃចិត្តមិនសូវស្មុគស្មាញចិត្តលះដាច់ស្រឡះចិត្តធ្ងន់ចិត្តចេះអត់ឱនយោគយល់ចិត្តភ្លេចរឿងមួម៉ៅចិត្តចងចាំរឿងល្អរឿងបុណ្យកុសលចិត្តក្លាហានហ៊ានទទួលរឿងល្អក្តីមិនល្អក្តីចិត្តតស៊ូចិត្តព្យាយាមចិត្តមិនចុះចាញ់ចំពោះឧបសគ្គចិត្តមានក្តីសង្ឃឹមចិត្តមិនប្រកាន់ហួងហែងខ្លាំងចិត្តហ៊ានទទួលស្គាល់ការពិតនៃជីវិតចិត្តមិនសូវព្រួយបារម្ភចិត្តមិនសូវមានទុក្ខកង្វល់បើធ្វើចិត្តដូច្នេះបាន
អ្នកនឹងបានសេចក្តីសុខច្រើនវិបត្តិផ្លូវចិត្តជាសាមញ្ញជនគ្មាននរណាម្នាក់ដែលថាអត់បញ្ហាផ្លូវចិត្តនោះទេគ្រាន់តែតិចច្រើនតាមកម្រិតនៃការអប់រំចិត្តរៀងខ្លួនចិត្តមានវិបត្តិព្រោះចិត្តសម្បូរមេរោគដូចជាមួម៉ៅក្តៅក្រហាយឆេវឆាវខឹងក្រោធភ័យព្រួយបារម្ភស្ដាយសំណោះគិតច្រើនស្មុគស្មាញមិនដាច់ស្រេចជាប់ជំពាក់ហួងហែងច្រើនចំណែនឈ្នាននេះលោភលន់ហួសហេតុជាដើមបើមិនទាន់ឈឺខ្លាំងទេត្រូវចាប់ផ្ដើមព្យាបាលបណ្ដើរទៅរៀនកាត់បន្ថយរៀនលះបន្តិចម្ដងដោយស្មារតីដាស់តឿនខ្លួនឯងរឿយគ្មានព្រះអង្គព្រះអិនណាមកជួយយើងបានទេតែបើធ្ងន់ធ្ងរហើយត្រូវមានពេលសម្រាកពីការងារខ្លះដើម្បីលំហែកាយលំហែចិត្តឲ្យបានស្រួលគេងឲ្យបានគ្រប់គ្រាន់នៅក្បែរមនុស្សល្អស្ដាប់រឿងល្អមើលសៀវភៅអប់រំចិត្តជួបជាមួយគ្រូពេទ្យចិត្តសាស្ត្រពិសាថ្នាំតាមវិជ្ជបញ្ជាស្ដាប់ឱវាទពីព្រះសង្ឃហើយរៀនបន្ធូរបន្ថយភាពតានតឹងរៀនព្រមតាមរឿងដែលកើតឡើងរៀនសម្រួលអារម្មណ៍អ្វីមិនចេះតែបានដូចចិត្តគ្រប់រឿងទេរៀនភ្លេចរឿងដែលហួសទៅហើយរៀនញញឹមរុះរាយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងនិងអ្នកដទៃជុំវិញខ្លួនរៀនលើកលែងទោសរៀនធ្វើចិត្តឲ្យស្ងប់ឲ្យនឹងនររៀនធ្វើសមាធិជាយាមតាមដានចិត្តអ្នកជានិច្ចកាលបើវាវិលវល់ស្មុគស្មាញក៏ឲ្យវាស្មុគទៅចុះតែយើងមានតួនាទីមួយគឺមើលវាតាមដានវាហើយទាញវាត្រឡប់មកវិញទាញវាបានញយកុំបណ្ដោយឲ្យចិត្តជិះជាន់អ្នកឡើយអ្នកត្រូវរៀនធ្វើជាម្ចាស់ចិត្តវិញឈឺយូរហើយដាក់ថ្នាំមួយគ្រាប់មិនជាទេត្រូវព្យាយាមដោយការជឿជាក់ក្នុងចិត្តថាយើងអាចព្យាបាលចិត្តយើងបានការងារសំខាន់ជាងគេក្នុងជីវិតយើងម្នាក់គឺការរក្សាចិត្តឲ្យបានល្អបើមិនដូច្នោះទេអ្នកនឹងរស់រងទុក្ខដល់ថ្ងៃស្លាប់មិនខានឈឺមិនដឹងខ្លួនឆេវឆាវច្រើនអន់ចិត្តច្រើនស្មុគស្មាញច្រើនគិតច្រើនពិបាកចិត្តច្រើនយូរទៅคล้ายជាជំងឺផ្លូវចិត្តដោយមិនដឹងខ្លួនរហូតដល់ថ្នាក់បញ្ជាចិត្តលែងបានជីវិតអ្នកនឹងវិលវល់រកសុខមិនឃើញឡើយរាងកាយប្រែคล้ายទៅជាស្ពឹកស្រពន់មិនចង់ធ្វើអីចិត្តមិនលុះលាញរុញរាមិនស្ទុះស្ទាពេលខ្លះទៅជាភ័យខ្លាចគ្រប់រឿង
រឿងណាមិនគួរភ័យក៏ភ័យដែរថាមិនចង់គិតទេតែចិត្តចេះតែគិតហើយគិតចេញតែរឿងខុសៗប្រហែលជាដល់ពេលដែលអ្នកត្រូវសម្រាកពីការងារខ្លះបន្ថយសម្ពាធខ្លះមានពេលលំហែខួរក្បាលហើយរៀនផ្ដល់សេចក្តីស្រឡាញ់ឲ្យខ្លួនឯងរឿយៗថាសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខសូមឲ្យខ្ញុំបានសុខរួចផុតពីទុក្ខនឹកដល់ពាក្យនេះឲ្យបានរឿយៗហើយទម្លាប់ហៅចិត្តឲ្យមកនៅក្នុងផ្ទះគឺរូបកាយអ្នកវិញកុំឲ្យវាដើរអនាថាច្រើនពេកទម្លាប់តាមដានវាបើវាទៅណាយើងតាមមើលវាហើយបើវាគិតរឿងខុសទម្លាប់ទាញវាមកវិញមកគិតរឿងបច្ចុប្បន្នរឿងល្អរឿងនាំឲ្យចិត្តសប្បាយហើយកុំសូវនឹករឿងក្តៅក្រហាយពេកកុំស្ដាយក្រោយអីរៀនភ្លេចទៅរឿងណាហួសហើយឲ្យវាហួសទៅចោះហើយរឿងណាមិនទាន់មកដល់ទេក៏កុំព្រួយពេកអីជួបរឿងណាដោះរឿងនឹងទៅកុំបង្កើតរឿងសបនិមិត្តមកបន្លាចចិត្តខ្លួនឯងអីហើយបើមានពេលរៀនធ្វើសមាធិខ្លះផងវាជារឿងលំបាកវឹកហាត់ចិត្តនេះណាស់តែអ្នកត្រូវតែព្យាយាមបន្តិចម្ដងគ្មានអ្នកណាជួយអ្នកក្រៅពីអ្នកជួយខ្លួនឯងឡើយខ្លាចបារម្ភពេកខ្លាចពេកនាំឲ្យចិត្តអ្នកវិលវល់មិនសូវបានសុខទេពេលខ្លះមិនទាំងមានរឿងអីផងឬរឿងនោះតូចតាចណាស់តែបែរទៅជាស្លន់ស្លោគិតរឿងមួយចេញរឿង100ហើយដេកកើតទុកបដ យូរទៅអ្នកនឹងរស់នៅក្នុងភាពភ័យខ្លាចរហូតគ្មានអ្នកណាល្ងងទៅដេកភ័យខ្លាចថ្ងៃរះនោះទេរះលិចជារឿងរបស់ថ្ងៃយ៉ាងណាមិញរឿងល្អរឿងអាក្រក់តែងកើតមានជាធម្មតាគ្មានអ្នកណាជៀសរួចទេហើយអ្នកមិនអាចបង្គាប់បញ្ជាវាបាន 100% ឡើយប្រឹងប្រែងទៅប្រយ័ត្នប្រយែងទៅតែបើវាមិនបានដូចចិត្តទេក៏កុំមួម៉ៅពេកអីដោះស្រាយទៅកុំទម្លាប់នាំខ្មោចមកលងចិត្តខ្លួនឯងអីខូចខួរក្បាលអស់ហើយកុំប្រកាន់ពេកកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តឡើយមិនអាចទេចង់កាន់តែខ្លាំងទុកក៏ខ្លាំងដែរហើយកុំទម្លាប់បង្កើតរឿងសបនិមិត្តមកបន្លាចចិត្តខ្លួនឯងឡើយរឿងនោះមិនទាន់មានទេប្រាប់ចិត្តកុំឲ្យល្ងងដូចនេះទៀតរៀនតាំងចិត្តឲ្យស្វាហាប់ឲ្យរឹងមាំប្រឹងបំពេញភារកិច្ចណាដែលអ្នកត្រូវធ្វើពេលនេះឲ្យអស់ពីសមត្ថភាពរឿងថ្ងៃស្អែកចាំស្អែកចាំគិតទៀតឈ្មោះថាសេរីសួស្តីគឺនៅពេលដែលយើងសប្បាយរីករាយក្នុងចិត្តមិនសៅមងមិនមួម៉ៅមិនពិបាកចិត្ត
ភាសាសម័យទំនើបគេហៅមិន stress ចឹងចិត្តវាស្រឡះពីគ្រឿងសៅម៉ងដោះស្រាយនៅតែដោះស្រាយបញ្ហានៅតែជួបប៉ុន្តែមិនស្ពាយជីវិតហ្នឹងវាមានរឿងចឹងណាញោមណាមានអ្នកណាអត់មានរឿងហ្នឹងរមបានទេគ្រាន់តែថាអ្នកដែលមានបញ្ញាមានបុណ្យនៅក្នុងចិត្តមិនជាអោបកសោបរឿងរ៉ាវនឹងទុកនាំឲ្យសៅមងចិត្តទេជួបដោះស្រាយហើយក៏ទៅមុខទៀតទៅចាត់ទុកថាធម្មតាជីវិតវាមានឡើងវាមានចុះវាមានពេលបាបឲ្យផលវាមានពេលបុណ្យឲ្យផលជារឿងធម្មតាហើយបើចង់បានសុខសំសេចក្តីល្អទង្វើល្អស្រឡាញ់ស្មោះត្រង់នឹងគ្នាទៅរក្សាសិលទៅចិញ្ចឹមម៉ែចិញ្ចឹមឪមានមេត្តាចំពោះមនុស្សសត្វមិនចងពៀមិនខឹងមិនគុំមិនស្អប់មិនចំណែនគេទេអញ្ចឹងបានចម្រើនណាហ្នឹងហើយអញ្ចឹងអាត្មាយកគោលធម៌ខ្លីឯដែលព្រះអង្គសម្ដែងពីម្ចាស់ផ្ទះដែលបានធ្វើពលីទាំង5ខ្មែរយើងចូលចិត្តហៅក្រុងពលីណាលឺណាប៉ុន្តែនៅក្នុងពុទ្ធសាសនាពលីនឹងមាន5ព្រះអង្គសម្ដែងថាបើម្ចាស់ផ្ទះនឹងបានធ្វើនៅពលីទាំង5សេចក្តីចម្រើននឹងមានសេចក្តីវិនិច្ឆ័យមិនងាយមានទេទី1លោកហៅថាអតិថិពលីមានន័យថាចេះទទួលភ្ញៀវអតិថិដូចអតិថិជនអញ្ចឹងពលីនឹងដូចថាការសង្គ្រោះនិយាយភាសាសាមញ្ញថាអ្នកនឹងចេះទទួលភ្ញៀវរស់រាយរាក់ទាក់បាយទឹកញញឹមញញែមបើអ្នកធ្វើការងារក្រុមហ៊ុនលក់ដូររឹតតែត្រូវការចាំបាច់ទៀតដែរបើអត់ចេះទទួលភ្ញៀវលក់មិនដាច់ទេមែនណាហ្នឹងអញ្ចឹងទី1គឺអតិថិពលីចេះទទួលភ្ញៀវទី2ញាតិពលីចេះសង្គ្រោះញាតិមិត្តបងប្អូនម៉ែឪត្រូវមានទឹកចិត្តមេត្តាករុណាសង្គ្រោះញាតិនឹងជារបងញាតិនឹងជាសម្លាញ់អ្នកជួយក្នុងពេលដែលមានគ្រោះថ្នាក់អីចឹងទៅញាតិពលីយើងស្រឡាញ់គេក៏រាប់អានយើងណាញោមណាដល់ទី3លោកហៅថាបុព្វពេតពលីពលីកម្មចំពោះអ្នកស្លាប់ជាដូនជាតាមកកងបុព្វការីជនស្លាប់ទៅមិនចាំបាច់តែញាតិរបស់យើងទេអ្នកមានឧបការៈក្នុងស្រុកក្នុងភូមិក្នុងប្រទេសអញ្ចឹងយើងធ្វើបុណ្យយើងឧទ្ទិសជូនទៅជាការដឹងគុណហើយដឹងគុណហ្នឹងខ្មែរយើងថាមិនជាយត់ទេមិនធ្លាក់ចុះទេអ្នកដែលមានកតញ្ញូក្នុងខ្លួនហ្នឹងហើយបើត្រូវមានពេលដុនដាបទៅក៏មានអ្នកជួយលើកយកមកវិញដែរដោយអំណាចកតញ្ញូដូចព្រះពោធិសត្វព្រះអង្គធ្លាប់កើតជាសិទ្ធិសេ